បើសិនជាបងប្អូនជាអ្នកចូលចិត្តបាញ់លុយ scan លុយតាមធនាគារយើងគួរតែ add ធនាគាររបស់យើងមកខាងមុខទូរស័ព្ទចេះដើម្បីងាយស្រួលនៅពេលចង់ scan លុយយើងគ្រាន់តែចុច scan ចេញមកគឺការស្រាយើងមិនចាំចូលទៅហៅ app របស់យើងមួយអីចឹងទេអូខេអញ្ចឹងនៅពេលដែលយើងចង់ share QR code គេយើងគ្រាន់តែចុច share មកអញ្ចឹងវានឹងបើក app ឲ្យយើងវាយចំនួនទឹកលុយហើយយើងចុចស្នើ share មកវាឲ្យយើងរើសយកថាយើងចង់ផ្ញើទៅណាអញ្ចឹងទៅអូខេអញ្ចឹងដើម្បី add ចឹងបានអូខេឥឡូវខ្ញុំធ្វើការ remove ចោលទៅហ្នឹងចុចឲ្យជាប់ហើយចុចលើពាក្យ remove ណាអូខេអញ្ចឹងដើម្បី add ថ្មីយើងគ្រាន់តែចុចឲ្យជាប់ចឹងមកនេះហើយយើងយក y ចិត្តនេះមកអូខេបន្តមកទៀតយើងចង់ add app ណាឥឡូវខ្ញុំ add app AVA ឬក៏ ACDA អញ្ចឹងទៅខ្ញុំចង់ add AVA ខ្ញុំគ្រាន់ចុចលើ AVA ចឹងមកនេះលោតមកនេះយើងចង់បានមួយណាណាយើងចង់បានទម្រង់ប្រភេទណាអញ្ចឹងវាឲ្យរើហើយណាអូខេអញ្ចឹងខ្ញុំចង់បានទម្រង់ប្រភេទនេះខ្ញុំចុចទម្រង់ប្រភេទហ្នឹងមកតែប៉ុណ្្នឹងមកអញ្ចឹងវាទៅហើយណាអូខេយើងចុចតែទម្រង់ប្រភេទហ្នឹងមកហើយយើងចុច add មកណានេះចុច add ប៉ុណ្្នឹងមកអញ្ចឹងវាមកលើផ្ទៃអេក្រង់របស់យើងអញ្ចឹងឃើញទេអញ្ចឹងពេលយើង lock screen អូខេដល់ពេលយើងបើកវិញយើងគ្រាន់តែអូសប៉ុណ្្នឹងមកយើងវាយលេខកូដរបស់យើងមកនេះអញ្ចឹងយើង app ធនាគារយើងនៅលើនឹងយើងចង់ scan ក៏បានដែរគេមានភាពងាយស្រួលហើយលឿនទៀតអូខេចង់ដឹង web តាមកពេក follow page ពួក IT